សូមស្វាគមន៍មកកាន់ទំព័រសក្តានុថ្មីនៃឆ្នាំ2026 ចឹងនាងខ្ញុំសង្ឃឹមថាឆ្នាំថ្មីនេះនឹងនាំមកនូវសុខភាពល្អសេចក្តីសុខសំណាងល្អនិងជោគជ័យក្នុងការងារក៏ដូចជាក្នុងជីវិតរបស់បងប្អូនទាំងអស់គ្នាហើយសូមឲ្យបំណងប្រាថ្នារបស់អ្នកទាំងអស់គ្នាបានក្លាយជាការពិតសូមឲ្យឆ្នាំថ្មីមានក្តីសង្ឃឹមថ្មីហើយសូមឲ្យរាល់ថ្ងៃគឺពោរពេញទៅដោយស្នាមញញឹមកម្លាំងចិត្តនិងឱកាសល្អៗសម្រាប់ការរីកចម្រើនរបស់អ្នកទាំងអស់គ្នាសូមឲ្យឆ្នាំ2026នេះគឺជាឆ្នាំដែលល្អដែលផ្ដល់នូវឱកាសថ្មីហើយសូមបងប្អូនទាំងអស់គ្នាកុំភ័យខ្លាចនៅក្នុងការផ្លាស់ប្ដូរហើយនឹងបន្តដើរទៅរកគោលដៅរបស់យើងទាំងអស់គ្នាដោយភាពជឿជាក់ខ្ញុំជឿជាក់ថានៅក្នុងឆ្នាំថ្មីនេះគោលដៅដែលមិនទាន់បានសម្រេចអ្នកទាំងអស់គ្នានឹងបន្តធ្វើវាបានសម្រាប់ជោគជ័យអូខេអញ្ចឹងតាមរយៈវីដេអូនេះដែរនាងខ្ញុំក៏មានជាគំនិតខ្លះជំរាបទៅដល់បងប្អូនទាំងអស់គ្នានៅអ្វីដែលយើងគួរតែត្រៀមសម្រាប់ឆ្នាំថ្មីទាំងអស់គ្នាអ្វីដែលយើងគួរតែរៀបចំបន្ថែមទៀតគឺគោលដៅនៅក្នុងឆ្នាំ2026ដែលនៅក្នុងវីដេអូនេះដែរនឹងខ្ញុំនឹងបែងចែកជំហាននៃគោលដៅនេះចេញជា4ផ្នែកផ្សេងៗគ្នាអញ្ចឹងសម្រាប់គោលដៅទី1គឺតាក់ទងជាមួយនឹងគោលដៅផ្ទាល់ខ្លួនរបស់យើងសូមឲ្យបងប្អូនទាំងអស់គ្នាបានគិតនៅគោលដៅចាស់បន្តិចថាយើងគួរតែមានអីកែប្រែដើម្បីឲ្យឆ្នាំថ្មីនេះកាន់តែល្អប្រសើរជាងមុនអញ្ចឹងដើម្បីសម្រេចគោលដៅបានពេញលេញគឺយើងទាំងអស់គ្នាគួរតែមានវិន័យនៅក្នុងការរៀបចំគោលដៅនឹងដោយដែលពាក្យស្លោកខ្មែរយើងបានលើកឡើងថាវិន័យនាំមកនូវសេចក្តីថ្លៃថ្នូរហើយមិនថែមតែប៉ុណ្្នឹងទេវិន័យគឺជួយឲ្យយើងជាមនុស្សម្នាក់ដែលមើលទៅគួរឲ្យគោរពមានសិលធម៌ល្អចាពីព្រោះបើសិនជាយើងអត់មានវិន័យនៅក្នុងខ្លួនទេយើងអត់អាចធ្វើការងារអីបានរលូនល្អទេសូម្បីតែការងារតូចតាចក៏ដោយជាក់ស្ដែងគួរតែយើងរៀបចំខ្លួនយើងឲ្យមានវិន័យហើយបើសិនជាទម្លាប់កន្លងមកដែលមិនល្អប្រចាំថ្ងៃហ្នឹងគឺសូមឲ្យចាប់ផ្ដើមកែប្រែទាំងអស់គ្នាពីព្រោះខ្ញុំដឹងថាបងប្អូនទាំងអស់គ្នាដែលកំពុងស្ដាប់វីដេអូនេះពួកយើងសុទ្ធតែបានដឹងច្បាស់ពីទម្លាប់ប្រចាំថ្ងៃរបស់យើងម្នាក់អញ្ចឹងយើងអាចនឹងដឹងថាទម្លាប់យើងសប្ដងហ្នឹងដែលកន្លងផុតមកហើយនៅក្នុងឆ្នាំចាស់ហ្នឹងគួរតែមានទម្លាប់ដែលមិនល្អណាមួយយើងចាប់ផ្ដើមធ្វើការកែប្រែវាហើយនៅក្នុងនោះដែរគឺដើម្បីឲ្យវិន័យរបស់យើងមានប្រសិទ្ធភាពគឺយើងត្រូវចេះគ្រប់គ្រងពេលវេលារបស់យើងឲ្យបានល្អយើងគួរតែដឹងថាយើងត្រូវភ្ញាក់ពីគេងនៅម៉ោងប៉ុន្មានយើងរៀបចំខ្លួនទៅធ្វើការនៅម៉ោងប៉ុន្មានដើម្បីកុំឲ្យយើងទៅដល់កន្លែងធ្វើការយឺតយើងញ៉ាំអាហារពេលព្រឹកនៅចន្លោះពេលណាអាហារពេលថ្ងៃត្រង់នៅពេលណាអាហារពេលល្ងាចនៅពេលណាហើយយើងចូលគេងនៅពេលណាអញ្ចឹងបើសិនជាយើងមានវិន័យទូចទាំងអស់ហ្នឹងខ្ញុំជឿជាក់ថាវាគឺជាចំណុចមួយដែលជួយឲ្យយើងអាចសម្រេចនូវគោលដៅប្រចាំថ្ងៃរបស់យើងបានយ៉ាងមានប្រសិទ្ធភាពហើយបន្ថែមពីលើហ្នឹងមួយទៀតគឺយើងត្រូវមានទំនុកចិត្តលើខ្លួនឯងដែរពីព្រោះបើសិនជាយើងអត់ជឿជាក់លើខ្លួនយើងទេច្បាស់ណាស់ថាបើយើងមានតែគោលដៅយើងមានតែក្តីសម័យប៉ុន្តែយើងអត់មានភាពជឿជាក់ថាអើយដឹងកំណត់គោលដៅហើយយើងធ្វើបានឬក៏អត់ទេយើងនៅសង្ស័យលើការទុកចិត្តខ្លួនឯងអាហ្នឹងវាក៏អត់អាចធ្វើឲ្យគោលដៅរបស់យើងបានសម្រេចដែរសម្រាប់គោលដៅបន្ទាប់ទៀតគឺគោលដៅការសិក្សាឬក៏ការងារអញ្ចឹងសម្រាប់បងប្អូនដែលគាត់ជាសិស្សយើងគួរតែដឹងថាយើងហ៊ានយើងមានគោលដៅអីយើងចង់ធ្វើអីនៅថ្ងៃខាងមុខអញ្ចឹងដើម្បីយើងពង្រឹងសមត្ថភាពរបស់យើងទៅដល់ពេលដែលយើងចប់ថ្នាក់វិទ្យាល័យចូលទៅដល់ថ្នាក់មហាវិទ្យាល័យផ្សេងដើម្បីយើងចាប់យកជំនាញរបស់យើងឲ្យត្រូវទៅនឹងអ្វីដែលយើងបានកំណត់ទុកនៅក្នុងគោលដៅរបស់យើងហើយសម្រាប់អ្នកដែលគាត់ធ្វើការងារយើងមិនមានន័យថាយើងឈប់រៀននៅសាលាយើងឈប់អភិវឌ្ឍខ្លួនទេយើងធ្វើការងារគឺយើងកាន់តែត្រូវពង្រឹងសមត្ថភាពបន្ថែមទៀត
ចាសូមឲ្យយើងបានកលេចមើលទៅលើសម័យកាលពួកយើងឃើញតាមបច្ចុប្បន្ននេះប្រព័ន្ធបច្ចេកវិទ្យាកាន់តែទំនើបអត់ឈប់ឈរមានន័យថាបន្តវិវត្តទៅមុខរហូតអញ្ចឹងការងារមួយចំនួនធំក៏យើងមានការអភិវឌ្ឍអញ្ចឹងបើសិនជាថាយើងអត់បានចេះពីអ្វីដែលថ្មីទេការងាររបស់យើងវាអត់អាចរីកចម្រើនជឿនលឿនទៅមុខបានទេទោះបីថាយើងធ្វើការឲ្យគេក៏ដោយតែបើសិនជាយើងអត់អាចតន់ប្រើប្រាស់នៅប្រព័ន្ធដែលគេអាប់ដេតថ្មីអីផ្សេងបានអញ្ចឹងវាធ្វើឲ្យសមត្ថភាពរបស់យើងហ្នឹងគឺវានៅមានកម្រិតណាដូច្នេះហើយយើងគួរតែចាប់ផ្ដើមរៀននៅអ្វីដែលថ្មីដើម្បីធ្វើយ៉ាងណាពង្រឹងសមត្ថភាពរបស់យើងនិងចំណេះដឹងរបស់យើងបន្ថែមទៀតដើម្បីឲ្យងាយស្រួលនៅក្នុងការដែលយើងបំពេញកិច្ចការងារប្រកបដោយប្រសិទ្ធភាពព្រោះបើសិនជាយើងហៅថាយើងអត់ទាន់សម័យកាលអញ្ចឹងការងារមួយចំនួនពេលខ្លះបើសិនជាយើងបានរៀនបណ្ដុះបណ្ដាលជំនាញបន្ថែមការងារហ្នឹងគឺងាយស្រួលធ្វើទេតែដល់ពេលយើងអត់បានរៀនហ្នឹងគឺវាទៅជាពិបាកសម្រាប់យើងអញ្ចឹងធ្វើឲ្យការងារវាអាចនឹងយើងពិបាកបំពេញឲ្យបានពេញលេញដូចគ្នាដូច្នេះហើយមិនថាយើងធ្វើការនៅអង្គភាពឬក៏ស្ថាប័នណាមួយទេសូមឲ្យយើងឆ្លៀតពេលដើម្បីសិក្សាបន្ថែមនៅអ្វីដែលថ្មីទាក់ទងមួយជំនាញដែលយើងកំពុងតែធ្វើការសប្តាហ៍ណាយើងកុំប្រឌិតប្រដាល់ខ្លួនរបស់យើងថាកុំគិតថាយើងធ្វើអត់បានគេធ្វើបានតែគេធ្វើទៅដល់ពេលគេធ្វើបានគ្រប់ពេលហើយយើងធ្វើអត់បានអញ្ចឹងខ្ញុំគិតថាស្ថាប័ននីមួយគេត្រូវការបុគ្គលិកដែលមានគុណភាពដើម្បីអភិវឌ្ឍក្រុមហ៊ុនរបស់គេឲ្យប្រសើរឡើងដូចគ្នាអញ្ចឹងក្នុងហ្នឹងយើងត្រូវចេះគិតទៅលើអនាគតរបស់យើងដែរបើសិនជាយើងធ្វើការអត់បានពេញលេញយើងអត់អាចបំពេញការងារនឹងបានសួរថាទៅមុខទៀតតើយើងអាចនឹងបន្តធ្វើការនៅក្រុមហ៊ុនឬក៏ស្ថាប័ននឹងទៀតបានឬក៏អត់អូខេអញ្ចឹងសម្រាប់គោលដៅបន្ទាប់ចំណុចទី3គឺតកតងជាមួយនឹងគោលដៅសុខភាពខ្ញុំដឹងថាតាមអ្វីដែលយើងបានឆ្លងកាត់នៅប្រហែលខែចុងក្រោយនៅក្នុងឆ្នាំ2025ហ្នឹងគឺវាប៉ះពាល់ខ្លាំងមែនទែនជាពិសេសទៅលើយើងនិយាយថាសុខភាពផ្លូវចិត្តណាអញ្ចឹងយើងគួរតែចាប់ផ្ដើមថែទាំសុខភាពរបស់យើងឡើងវិញមិនថាផ្លូវកាយផ្លូវចិត្តគឺត្រូវរៀបចំផ្លូវកាយយើងអាចហាត់ប្រាណផ្លូវចិត្តយើងអាចឆ្លៀតសមាធិប្រមូលអារម្មណ៍ឬក៏យើងអាចអានសៀវភៅអប់រំចិត្តផ្សេងពីព្រោះនៅក្នុងបច្ចុប្បន្ននេះយើងឃើញថាមានប្រភពអប់រំចិត្តផ្សេងច្រើនមែនទែនដែលយើងងាយស្រួលនឹងទទួលបានសេវាអស់ហ្នឹងតាមរយៈការដែលយើងមើល YouTube ស្ដាប់ពធផ្សេងគឺសុទ្ធតែជាចំណែកមួយចូលរួមក្នុងការអប់រំផ្លូវចិត្តរបស់យើងឲ្យបានល្អប្រសើរដែរចាហើយសម្រាប់គោលដៅទី4គឺគោលដៅអនាគតនិងក្តីសុបិនរបស់យើងអញ្ចឹងយើងកុំឲ្យគិតថាខ្ញុំមានក្តីសម័យធំណាប៉ុន្តែខ្ញុំមិនដឹងថាខ្ញុំត្រូវធ្វើម៉េចដើម្បីទៅដល់ក្តីសម័យដើម្បីទៅដល់គោលដៅនឹងទេអញ្ចឹងយើងគួរតែចាប់ផ្ដើមរៀបចំពីជំហានតូចឡើងទៅក្នុងចំណុចនេះខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាចាប់ផ្ដើមពីអ្វីដែលយើងធ្វើជារៀងរាល់ថ្ងៃសិនព្រោះបើសិនជានៅក្នុងមួយថ្ងៃយើងអាចសម្រេចនូវកិច្ចការមួយបានមិនថាកិច្ចការហ្នឹងយើងគិតថាវាតិចតួចកប៉ិចកប៉ុកទេប៉ុន្តែទាំងអស់ហ្នឹងគឺសុទ្ធតែជាអ្វីដែលជំរុញជំហានបងប្អូនទាំងអស់គ្នាឲ្យដើរទៅដល់គោលដៅនិងក្តីសម័យធំរបស់អ្នកទាំងអស់គ្នាបាននៅក្នុងមួយថ្ងៃឲ្យតែយើងអាចបំពេញការងារណាមួយដែលជោគជ័យសម្រាប់ជីវិតរបស់យើងពីព្រោះនិយមន័យនៃភាពជោគជ័យនេះគឺអាចនិយាយបានថាផ្លែកខុសពីគ្នាទៅតាមលក្ខខណ្ឌរៀងខ្លួនអ្នកខ្លះជោគជ័យរបស់គាត់គឺសំដៅទៅដល់ថាគាត់មានសុខភាពល្អចាថ្ងៃថ្មីមកគាត់បើកភ្នែកមកគាត់នៅមានដង្ហើមដកអាចបំពេញកិច្ចការងារអាចបន្តការសិក្សាផ្សេងបានអ្នកខ្លះទៀតជោគជ័យរបស់គាត់គឺគាត់អត់មានបំណុលគាត់មានលុយសល់ជាប់ខ្លួនគាត់មានពេលវេលាដើរលេងចំណាយពេលជាមួយគ្រួសារនិងមនុស្សជុំវិញខ្លួនបានច្រើនអញ្ចឹងទាំងអស់នេះគឺសុទ្ធតែជាអ្វីដែលថាយើងឲ្យយកមន័យទៅលើភាពជោគជ័យផ្សេងពីគ្នាចាអញ្ចឹងជាចុងក្រោយនេះខ្ញុំក៏សូមអរគុណទៅដល់បងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាស្ដាប់នៅវីដេអូជាសំឡេងរបស់នាងខ្ញុំហើយក៏សំខាន់តែអភ័យទោសបើសិនជាមានកង្វះខាតត្រង់ណាហើយសូមគោរពជូនពរដល់បងប្អូនទាំងអស់គ្នានៅក្នុងឱកាសឆ្នាំថ្មីឆ្នាំ2026នេះសូមបានជួបប្រទះតែរឿងរ៉ាវល្អមានសំណាងល្អនិងបានសម្រេចគ្រប់ភារកិច្ចអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូបន្តទៀត